ខ្ញុំប្រកាសណាសូមថ្វាយបង្គំនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណព្រះត្រៃរតនត្រ័យថ្ងៃនេះខ្ញុំប្រកាសណាសូមសិក្សានៅព្រះធម៌មួយដែលមានចំណងជើងថាព្រះធម៌ថ្វាយបង្គំព្រះពុទ្ធ5ព្រះអង្គដោយសារវីដេអូមុនមានការអាននៅមិនច្បាស់ឬក៏ស្រពេចស្រពិលម្ល៉េះហើយក៏សម្រេចចិត្តបង្កើតនៅការថតថ្មីសង្ឃឹមថាមានការប្លែកពីមុននៅក្នុងការអានរបស់ខ្ញុំព្រះករុណាខ្ញុំបាទហើយជាដំបូងសូមថ្វាយនៅបង្គំ3ដងសិនហើយក៏ចាប់ផ្ដើមសូត្រទាំងអស់គ្នាថាឧកាសៈខ្ញុំសូមវន្ទានៅព្រះឈ្នះមាទាំង5ព្រះអង្គសូមយាងបារមីម្ចាស់ថ្លៃមកគង់នៅនីកំឡុងទីឋាននេះណាព្រះកកុសន្ធោព្រះកោនេកមនោព្រះកស្សបោព្រះសមណគោតមបរមពុទ្ធោព្រះមេតយោពោធិសត្វថ្លៃព្រមទាំងព្រះធម៌ជ្រាលជ្រៅបវរប្រសើរពេកក្រៃ 84000 ធម្មខណ្ឌនោះនៃរបស់ព្រះចិនស្រីទីតីរាល់អង្គព្រមទាំងព្រះសង្ឃប្រសើរសិលទ្រង់ជាបុត្រព្រះពុទ្ធលះកាត់តណ្ហាប្រសើរបំផុតខ្ញុំសូមលំអរអោនកាយវាចាដោយដេកចេះខ្ញុំលើកហាត់ប្រណម្យព្រះត្រៃរតនាសូមកំចាត់បងសត្រូវនានាទុក្ខសោករោគាវិនាសទៅហោងខ្ញុំប្រកាសណាសង្ឃឹមថាវីដេអូនេះការសិក្សារៀននៅព្រះធម៌ថ្វាយបង្គំព្រះពុទ្ធ5ព្រះអង្គនេះសង្ឃឹមថានឹងមានការអានបានច្បាស់ជាងវីដេអូមុនហើយក៏សង្ឃឹមថាអស់លោកបណ្ឌិតអ្នកប្រាជ្ញអ្នកចេះទាំងឡាយក៏សូមអត់ឱននៅខន្តីអភ័យទោសនៅរាល់កំហុសខុសឆ្គងតិចតួចក្នុងការអាននៅព្រះធម៌ថ្វាយបង្គំព្រះពុទ្ធ5ព្រះអង្គនេះផងដែរសូមអស់លោកមេត្តាជួយចុច Subscribe Channel វីដេអូនេះផងដើម្បីឲ្យខ្ញុំប្រកាស